Apple នឹងបញ្ចេញ iPhone ในក្រងបរិបទខ្លួនលើកដំបូងនៅក្នុងឆ្នាំនេះហើយនេះគឺជា iPhone Ultra ដែលជា model មួយដែលគេកំពុងតែចាប់អារម្មណ៍ខ្លាំងនៅក្នុងពេលឥឡូវនេះអូខេមុននឹងចាប់ផ្ដើមនិយាយពី iPhone Ultra តាក់ទងនឹង spec ក៏ដូចជាតម្លៃខ្ញុំចង់ប្រាប់មកទៅគ្នាដែរថានៅក្នុងវីដេអូនេះគឺជាព័ត៌មានបែកធ្លាយទេមិនទាន់ចេញផ្លូវការពី Apple ទេប៉ុន្តែវាគឺជា spec មួយចំនួនដែលគេ expect ថាសម្រាប់ iPhone Ultra គឺនឹងមានទំហំបែបហ្នឹងមែនអញ្ចឹងតាក់ទងនឹង iPhone Ultra នេះដែរបើសិនបើតាមព័ត៌មានដែលបានបែកធ្លាយគឺមានអេក្រង់ខាងក្រៅហ្នឹងទំហំ 5.5 អ៊ីនតែនេះគឺមានន័យថាពេលដែលយើងបត់ចូលមកគឺយើងប្រើបានដូចជាទូរស័ព្ទ iPhone ធម្មតាអញ្ចឹងហើយពេលដែលយើងបើកចេញមកគឺវានឹងក្លាយទៅជាទូរស័ព្ទដែលមានអេក្រង់ធំរហូតដល់ 7.6 អ៊ីនហើយនិយាយបានថា iPhone Ultra នេះគឺបានទាំង iPhone ធម្មតាផងបានទាំង iPad ផងនៅក្នុងខ្លួនតែមួយជាមួយគ្នាតែទៅនឹងការ design របស់ទូរស័ព្ទមួយនេះដែរបើសិនបើតាមព័ត៌មានបែកធ្លាយរបស់ Apple គឺអាចនិយាយបានថាទូរស័ព្ទ iPhone Ultra នេះគឺប្រើ frame ជុំវិញហ្នឹងគឺជាប្រភេទ titanium ហើយពេលដែលយើងបត់ចូលហ្នឹងគឺមានកម្រាស់ 9 មីលីម៉ែត្រនិងពេលដែលយើងបើកចេញហ្នឹងគឺមានកម្រាស់ត្រឹមតែ 4.5 មីលីម៉ែត្រទេហើយចំណុចហានិភ័យមួយរបស់ទូរស័ព្ទដែលមានអេក្រង់បត់បែបនេះគឺគេជាច្រើនតែងតែបារម្ភមកហ្នឹងគឺទៅលើស្នាមបត់នៃកណ្ដាលនៃអេក្រង់របស់វាតែម្ដងប៉ុន្តែបើសិនបើតាមព័ត៌មានដែលបានបែកធ្លាយគឺគេបាននិយាយថា Apple គឺកំពុងតែសង្ងំអភិវឌ្ឍហេងឬក៏ថាសន្លាក់នៃការបិទបើកនៃអេក្រង់ថ្មីដែលធ្វើឲ្យទូរស័ព្ទ iPhone Ultra ហ្នឹងគឺសឹងតែមិនមានស្នាមទេហើយស្នាមគឺយើងមើលសឹងតែមិនឃើញតែម្ដងហើយទៅនឹងហេងឬក៏ថាសន្លាក់នៃឆ្អឹងរបស់ទូរស័ព្ទ iPhone Ultra ហ្នឹងក៏គេបាននិយាយថាគឺធ្វើមកពី liquid metal ដែរហើយទៅនឹង liquid metal នេះគឺមានអត្ថប្រយោជន៍ច្រើនដូចជាធ្វើឲ្យវារឹងមាំជាងមុនហើយធន់នឹងការបើកបិទរាប់សែនដងហើយវាក៏អាចជួយកាត់បន្ថយស្នាមបត់បើកចូលឡើងនៃអេក្រង់បានដូចគ្នាដែរហើយចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយទៀតហ្នឹងគឺគេបាននិយាយថា Apple អាចនឹងដក Face ID ចេញពីទូរស័ព្ទ iPhone Ultra ចេញតែម្ដងហើយគឺគេនឹងបដូរទៅជា Touch ID នៅលើប៊ូតុងចំហៀងវិញគឺវាស្រដៀងនឹង iPad ចឹងហើយមូលហេតុដែលគេដក Face ID ចេញហ្នឹងគឺគោលបំណងឲ្យទូរស័ព្ទហ្នឹងគឺមើលទៅអេក្រង់ទូលាយតែម្ដងចង់បានទូរស័ព្ទបន្តាថ្មីឬក៏បន្ទឹកដែលមានគុណភាពល្អតម្លៃសមរម្យមានការធានាត្រឹមត្រូវអ្នកទាំងគ្នាអាចរកបាននៅហាងលក់ទូរស័ព្ទដៃលំហេងតែនឹងផ្ដល់សេវាកម្មល្អរហ័សទាន់ចិត្តមិនសាំញ៉ាំមិនថាទិញដាច់ឬក៏បងរំលោះហើយបើយើងនិយាយពីតកតនឹង performance នៃការធ្វើការហើយនិយាយថាសម្រាប់ iPhone Ultra នេះគឺគួរឲ្យចាប់អារម្មណ៍គ្រាន់បើដែរដោយសារតែ iPhone Ultra ហ្នឹងគឺនឹងប្រើជាមួយនឹង chip A20 Pro Bionic ដែលមានទំហំ2 nanometer ហើយគឺប្រើជាមួយនឹង RAM 12GB អញ្ចឹងទៅលើ iPhone Ultra នេះគឺមិនជៀសមិនផុតទេគឺនឹងមកជាមួយនឹង Apple Intelligence និងការធ្វើការរបស់ AI ហ្នឹងគឺនឹងបានល្អជាងមុនតែម្ដងវាស្រដៀងនឹង iPhone 18 Pro ដូចគ្នាហើយបើយើងនិយាយពីកាមេរ៉ាវិញសម្រាប់ iPhone Ultra នេះបើសិនបើអ្នកទាំងគ្នារំពឹងថាវានឹងមានមកជាមួយនឹងកាមេរ៉ាដែលថ្មីដែលប្លែកឬក៏ថាមានទំហំធំជាងមុនគឺអ្នកទាំងគ្នាគិតខុសហើយដោយសារតែកាមេរ៉ារបស់ iPhone Ultra នេះតាមព័ត៌មានដែលបានបែកធ្លាយហ្នឹងគឺថាមានតែ lens 2គ្រាប់ទេដែលមានទំហំ48 megapixel ដូចគ្នាប៉ុន្តែអ្វីដែលថ្មីប្លែកហ្នឹងគឺមានកាមេរ៉ាមុខរហូតដល់2គឺខាងក្នុងមួយនិងខាងក្រៅមួយដើម្បីឲ្យយើងអាចថតបានទាំងពេលបត់និងពេលបើកហើយបើយើងនិយាយរឿងថ្មវិញសម្រាប់ថ្មរបស់ទូរស័ព្ទ iPhone Ultra នេះគឺមានទំហំត្រឹមតែ 4883 mAh ទេជាមួយនឹង Dual Core Battery ដែលជាបច្ចេកវិទ្យាមួយគេនិយាយថាអាចជួយចែករំលែកថ្មទាំងសងខាងនៃទូរស័ព្ទហ្នឹងបានល្អដើម្បីរក្សាតុល្យភាពនៃការប្រើប្រាស់ថ្មរបស់ទូរស័ព្ទមួយហ្នឹងហើយក៏ដូចជាអាចគ្រប់គ្រងកម្ដៅទូរស័ព្ទថ្មបានដូចគ្នាដែរអញ្ចឹងបើយើងនិយាយពីតម្លៃបើសិនបើ spec ទាំងអស់នេះវាដូចអ្វីដែលព័ត៌មានដែលបានបែកធ្លាយពិតមែនអញ្ចឹង iPhone Ultra គឺនឹងធ្វើការសម្ពោធជាផ្លូវការនៅខែកញ្ញានេះហើយតម្លៃគឺនឹងចាប់ផ្ដើមប្រហែលចាប់ពី$2,500ឡើងទៅប៉ុន្តែបញ្ជាក់ម្ដងហើយម្ដងទៀតទាំងអស់នេះវាគឺគ្រាន់តែជាការវិភាគទុកមុនរបស់ព័ត៌មានបែកធ្លាយទេអូខេទាំងអស់នេះគឺជា spec មួយចំនួនដែលបានបែកធ្លាយរបស់ iPhone Ultra ដែលគេថា iPhone Ultra ហ្នឹងគឺនឹងចេញនៅក្នុងឆ្នាំនេះហើយគឺចេញមកជាមួយនឹង iPhone 18 series តែម្ដងអញ្ចឹងយើងចាំមើលថាតើ Apple អាចវាយលុកទីផ្សារដូចជាត្រកូលរបស់ iPhone series ឬអត់នៅក្នុងខែកញ្ញាឬក៏ថាខែតុលានេះគឺយើងដឹងគ្នាហើយថាតើ Apple ចេញឬក៏មិនចេញអញ្ចឹងសម្រាប់បងប្អូនទាំងគ្នាដែលកំពុងតែមើលវីដេអូនេះបើសិនបើ iPhone Ultra មានទំហំបែបហ្នឹងតម្លៃបែបហ្នឹងដោយអ្វីដែលខ្ញុំបាននិយាយមកហ្នឹងតើអ្នកទាំងគ្នាជ្រើសរើសយកមួយណារវាង iPhone Ultra ឬក៏ iPhone series